មានដំរីស្ដមួយដើររកស៊ីក្នុងព្រៃដាច់ចេញពីភូមិតែម្នាក់ឯងថ្ងៃមួយបានដើរទៅជួបប្រទះនឹងមេចាបកំពុងតែក្រាបគ្រងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរមេចាបនិយាយអង្វរដំរីថាសូមលោកអាណិតមេត្តាកុំដើរជន់កូនខ្ញុំដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតទៅវិញថាអញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជន់ស្លប់អាណាក៏ដោយចាប់ឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីឯងបានបើទុកជាចាប់ឯងមានចំនួនច្រើនដល់ទៅ10000ក៏អញជន់ឈ្លីនឹងជើងឆ្វេងអញតែមកខាងឲ្យស្លប់ល្អិតល្អោចអស់ឥតសល់មួយដែរដំរីថាតែប៉ុណ្ណេះហើយក៏ដើរជន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅមេចាបឃើញកូនស្លាប់ដូច្នោះហើយក៏កាចទុកក្តៅក្រហាយសោកស្ដាយកូនណាស់ទើបហើរទៅទុំលើមេឈឺហើយនិយាយប្រាប់ដំរីថាដំរីឯងហ៊ានមើងងាយអញត្បិតតែឃើញអញខ្លួនតូចកម្លាំងតិចប៉ុន្តែឯងមិនតន់ដឹងកម្លាំងបញ្ញាអញទេចាំមើលអញនឹងធ្វើសងសឹកដល់ឯងវិញមេចាបនិយាយរួចហើយក៏ហើរទៅរកពឹងសัตว์ក្អែកឲ្យទៅជឹកចក់ភ្នែកដំរីឲ្យបែកជាដំបៅទាំងសងខាងក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសัตว์រួយទៀតឲ្យរុយពងដាក់ភ្នែកដំរីឲ្យកើតជាដង្កូវចុះក្នុងភ្នែកទាល់តែខ្វាក់ទាំងពីរកាវដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីรงងឹតមើលផ្លូវមិនឃើញហើយក៏កើតទុក្ខវេទនាលំបាកនឹងរកស្មៅស៊ីនឹងរកផឹកទឹកក៏ពំបានមេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសัตว์កង្កែបឲ្យឡើងទៅយំលើកំពូលភ្នំដំរីលឺកង្កែបយំមានចិត្តត្រេកអរដោយសម្គាល់ថាមានត្រពាំងទឹកទើបដើរឡើងទៅលើកំពូលភ្នំការដំរីទៅដល់កំពូលភ្នំហើយកង្កែបលោតចុះទៅយំក្នុងជ្រក់វិញដំរីដើរតាមសំឡេងកង្កែបទៅទៀតលក់ដល់មាត់ជ្រក់ក៏រអិលជើងរមៀលធ្លាក់ទៅក្នុងជ្រក់ស្លាប់ទៅឯមេចាបបានដឹងថាដំរីស្លាប់ហើយក៏មានចិត្តត្រេកអរណាស់